ចំពោះអ្នកជំងឺដែលគាត់ដួលត្រូវក្បាលគេហៅថា traumatic brain injury ហ្នឹងពេលដែលគាត់ចូលមកដល់យើងថាតើយើងគួរតែធ្វើ scan ឬក៏អត់អញ្ចឹងវីដេអូនេះខ្ញុំនឹងប្រាប់ពី indication សម្រាប់ brain CT scan ក្នុង traumatic brain injury ណាបាទសួស្តីអ្នកទាំងអស់គ្នាមិនមែនរាល់ជំងឺដែលគាត់ដួលត្រូវក្បាលឬក៏ traumatic brain injury ហ្នឹងត្រូវតែធ្វើ scan ទាំងអស់ទេអញ្ចឹងនៅក្នុង reference របស់ខ្ញុំគេមាន3 criteria មាន low risk criteria moderate risk criteria និង high risk criteria ចំពោះ low risk criteria of intracranial injury ពេលដែលអ្នកជំងឺដែលគាត់ដួលត្រូវក្បាល traumatic brain injury ហ្នឹងគាត់ចូលមកដល់យើងទី1គាត់អត់មានរោគសញ្ញាអីទាំងអស់ asymptomatic ទី2គាត់គ្រាន់តែឈឺក្បាលឬក៏វិលមុខទេទី3គាត់មាន scalp hematoma ក៏គេហៅពោះក្បាលហើយគ្រាន់តែលាត់ស្បែកតិចតួចចំពោះ moderate risk of intracranial injury អ្នកជំងឺដែលគាត់ traumatic brain injury គាត់ចូលមកដល់យើងគាត់ស្ដែងចេញជារោគសញ្ញាឈឺក្បាលខ្លាំងមែនទែនគួបផ្សំជាមួយនឹងក្អួតមកជាមួយទី2អ្នកជំងឺគាត់ប្រកាច់ទី3គាត់មាន neurological deficit ណាគាត់មាន basal skull fracture sign ឧទាហរណ៍ raccoon eye betal sign ទី5គាត់មាន facial injury ជាងគាត់ដួលត្រូវក្បាលគាត់ចូលមកដល់យើងឃើញមុខគាត់ឡើងពុលឡើងហើមមានរបួសមានអីគួរឲ្យធ្វើ scan ឲ្យគាត់ទៅដើម្បីមើល facial bone ហើយមើលឈាមក្នុងខួរក្បាលផងចំពោះ high risk criteria of intracranial injury មានន័យថាជំងឺហ្នឹងគាត់ធ្ងន់ធ្ងរមែនទែនហើយគាត់ដល់ថ្នាក់សន្លប់ loss of consciousness បើសិនបើអ្នកជំងឺ traumatic brain injury គាត់ចូលក្នុង moderate ឬក៏ high risk criteria យើងគួរតែត្រូវធ្វើ scan ឲ្យគាត់ណា